ការអត់ធ្មត់មានដែនកំណត់ត្រង់មិនបានបងប្អូនអាស្ទៀវនេះវាស៊ីសៅគេពេកខំក៏នៅតែមិនជាប់ដេញនៅតែស៊ីសៅគេព្រោះនៅក្បែរផ្ទះឥឡូវមានតែផ្លះយកមកដុតមកបងប្អូនបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំបានដាក់មាត់ស្ទៀវមួយនិយាយមិនស្ដាប់ឥឡូវនេះយកមកដុតតែម្ដងមើលស្ដាប់ហើយជាដំបូងឡើយខ្ញុំហាន់គល់សង្គ្រីមានដំខ្ញីដំមើមខ្ទឹមបងប្អូនបាទយកមកដុតមាន់ស្ទៀវមួយម្ដងមើលនេះខ្សែសុតបងប្អូនអត់មានចំណីទេគឺធម្មជាតិស៊ីតែស្រូវគេហើយបាច់អង្គបាច់អីចឹងហើយក្រោយមកយើងដុតជាមួយនឹងយោងជ័យបងប្អូនយោងជ័យក្រោយផ្ទះខ្សែសុតថ្ងៃនេះបងប្អូននិយាយពាក្យខ្សែហ្មងទៅបាទចុះសិតរបស់ធម្មជាតិឯខែនេះបាទហើយខ្ញុំហាន់យោងជ័យជាចំណិតចង់ហាន់ធំក៏បានហាន់តូចក៏បានបងប្អូនបាទក្រោយមកទៀតក៏ដាក់កូនឆ្នាំងមួយបងប្អូនយើងសុកខ្សែមានអីច្រើនទេបាទថប់គល់សក្រីដាក់ខ្ញីបន្តិចមកដាក់មើមខ្ទឹមបន្តិចមកហើយដាក់អាស្ទៀវចូលបងប្អូនញ៉ាត់ដេងញ៉ាត់ស្លឹកគល់សក្រីនិងស្លឹកក្រូចបាទហើយមើមខ្ទឹមបន្តិចមកឲ្យចាំយើងដាក់ព្រិចខ្យងមានទឹកត្រីបន្តិចហើយក៏ដូចជាស្ករប៊ីចេងអីចឹងបងប្អូនបាទដាក់តិចទៅមន់ខ្សែវាឆ្ងាញ់បងប្អូនយើងមិនតែច្រើនពេកយើងណាមួយយើងមានទឹកជ្រលក់ផងហើយខ្ញុំដាក់ទៅយោងចេកខាងកុំឲ្យខ្លោចមន់បាទគឺណែឥឡូវចាប់ដើមដាក់ទីប្រេងខ្យងបងប្អូនដាក់ម៉ាស្សាស្ទៀវតិចបងប្អូនបាទបត់ម៉ាស្សាជុំវិញហើយដាក់ប៊ីចេងរ៉ូឌីហ្នឹងយើងសម្បល់ចូលគ្នាអស់ហើយដាក់ចូលគ្នាហ្មងបាទចាំយើងដាក់ខ្លាញ់តាមក្រោយបាទហើយធម្មតាហ្នឹងបងប្អូនមន់ខ្សែវាជាតិតែមិនដាក់គ្រឿងក៏វាជាតិដែរបាទចាំយើងធ្វើដុតធម្មតាចាំដាក់តែទឹកជ្រលក់ទៅក៏បានដែរបាទឥឡូវបានម៉ាស្សារួចហើយបងប្អូនឥឡូវចាប់ផ្ដើមដុតតិចហើយហើយប៉ុន្តែយើងកុំភ្លេចដាក់ប្រេងឆាបងប្អូនបាទបើបងប្អូនដាក់កូកាក៏បានតែខ្ញុំយកប្រេងឆាបាទអាំងក្រហមតិចបាទក្រោយពីយើងនឹងហើយដាក់ប្រេងឆាដាក់អីហើយបងប្អូនឥឡូវយើងបង្កាត់ភ្លើងខ្ញុំអត់មានភ្លើងខ្ជុងទេបងប្អូនមានសុកខ្សែមានតែអុសនឹងឯងបេះបោចអីពីភ្នំពីអីហ្នឹងមកមើលអាគល់ណាខូចអីងាប់អីហ្នឹងយកមកហ្នឹងទៅហើយបន្តមកទៀតក៏ចាប់ផ្ដើមធ្វើការលាងបន្លែខ្ញុំមានតែស្ពៃកញ្ញាញ់បាទស្ពៃកញ្ញាញ់ហើយទៅសក់ហើយជីក្បែរផ្ទះជីកាមដើមសាំងហុំអីហ្នឹងបងប្អូនបាទអ្នកក្បែរផ្ទះហ្នឹងបេះបោចយកមកធ្វើមលក់តបអាស្ទៀវម្ដងបងប្អូនបាទឥឡូវជះក្លិនតិចបងប្អូនដាក់3 4 5នាទីឥឡូវនេះខាងលើបងប្អូនហើយមែនតើអត់ចំណាយពេលក្នុងការដុតយូរទេបងប្អូនស្ទៀវវានៅខ្ចីបាទចង់ខ្លោចនេះភ្លេចមើលបាទកន្លុកផែទេបងប្អូនហើយខ្ញុំថតកាត់ទេគឺសារទីឃ្លាតថតក៏មិនសូវស្អាតបាទយើងអ្នកសុកជនបទចឹងឯងបងប្អូនអើយបាទប៉ុន្តែចង់និយាយថាធម្មជាតិសុទ្ធតែម្ដងបងប្អូនបាទឥឡូវឆ្អិនហើយបងប្អូនថតកាត់ណាបាទណែបងប្អូនឡើងក្រហមហ្មងហើយយើងមានបន្លែយើងតបមកទឹកជ្រលក់យើងក៏ក្រហមបងប្អូនមកហែកមួយសិនបាទហើយបងប្អូនមើលមកបាទផុយល្អបងប្អូនអើយអត់មានឈាមមានអីទេបើតែឃើញយ៉ាងពណ៌អញ្ចឹងប៉ុន្តែមើលតំណងបងប្អូនមកជ្រលក់ទឹកថៃបងប្អូនមើលម្ដងទៀតបាទតំណងមែនបងប្អូនធម្មជាតិពេលខ្លះយើងអ្នកដីហើយយើងទៅធ្វើការនៅភ្នំពេញអីពេលខ្លះមិនប្រកាសយើងមានលុយអាចទិញយកមន់ខ្សែសុតចឹងបានញ៉ាំទេបងប្អូនបាទ